ការពីអូក្នុងនេះរឹបអត់យន្តមកខ្វាំងនោះតាថ្ងៃទី8ខែ4ឆ្នាំ96ថាក៏វាបានទទួលបទបញ្ជាពីគណៈបញ្ជាការអ86ក៏ដូចជាប្រធានអង្គភាពវិរៈសនាធម្ម90គឺថាចាត់តាំងខ្ញុំគឺថាទៅដឹកជ័យជប៉ុនរបស់ខ្មាំងនៅចំណុចចំការស្ទឹង2ក្រោយនោះចេញវេលាម៉ោង3ថ្ងៃទី8បានទៅដល់ចំណុចពាក់ធ្នឹមសម្រាប់ក្នុងយប់ព្រឹកថ្ងៃទី9វេលាម៉ោង8ព្រឹកគឺយើងខ្ញុំចេញបន្តដំណើរពីពាក់ធ្នឹមទៅចំណុចរបស់ខ្មាំងដែលយើងរឹបបាននោះគឺថាចំការស្ទឹងក្រោយពីដល់ចំណុចនោះគឺថាក្របរបស់ខ្មាំងគឺថានៅពីពេជ្រព្រៃគឺខ្ញុំបញ្ជាឲ្យបងប្អូនលើកក្របជ័យភ័ណ្ឌរបស់ខ្មាំងដាក់លើរថយន្តប្រហែលនាទីក្រោយមកប្រហែលជា30នាទីគឺថារថយន្តរបស់ខ្មាំង2គ្រឿងបានមកដល់ចំពោះមុខចម្ងាយ30ម៉ែត្រគឺថាពេលនោះបងប្អូនត្រែកប្រាប់ខ្ញុំថារថយន្តខ្មាំងខ្ញុំក៏បញ្ជាបាញ់ M79 2គ្រាប់ដាក់វាពេលនោះវាបាត់ម្ចាស់ការរថយន្តមួយគ្រឿងរត់ទៅមុខតែរថយន្តមួយគ្រឿងទៀតខ្ញុំទាញ B40 បាញ់បុកចំពីមុខវាចម្ងាយ10ម៉ែត្រគឺថាវាក៏រត់ទៅពេលនេះយើងចូលឡានបានរឹបយកបានរថយន្តរបស់ខ្មាំងហ្នឹងបន្ទាប់មកទៀតគឺថារឹបបានរថយន្តរបស់ខ្មាំងហើយក៏លើកគ្រាប់បន្តទៀតម៉ោង4:15នាទីចេញធ្វើដំណើរចេញមកទឹកភ្នំវិញគឺថាក៏ជួបរថយន្តខ្មាំង2គ្រឿងម្ដងទៀតពេលនោះក៏ឆាកចាប់ដើមប្រយុទ្ធបន្តទៀតថាចាប់បានរថយន្តខ្មាំងមួយគ្រឿងនិងមួយគ្រឿងវាវិលត្រឡប់ទៅក្រោយរីកពោពុឡើងទៅគូមួយអមដែលបានវិបកខ្មាំងផ្សងព្រេងថ្ងៃទី31មករាឆ្នាំ501ក្នុងពីឆ្នាំ501យើងបានបើកយុទ្ធនាការវិបកខ្មាំងដែលប៉ុនប៉ងគៀបសកលតំបន់នេះបានទាំងស្រុង
ជាពិសេសនៅតំបន់ភូមិសាស្ត្រស្រុកភ្នំស្រុកលើកនេះយើងកំចាត់ចេញក្រៅរង្វង់ប្រយុទ្ធ478ក្បាលកំទេច249ក្បាលចាប់រស់140ក្បាលបូរណភាពដែនដីការពារអាយុជីវិតទ្រព្យសម្បត្តិនិងសមិទ្ធផលសង្គមជាតិដែលកំពុងរស់ឡើងវិញនិងកំពុងរីកស្គុះស្គាយនោះអនុវត្តតាមសេចក្តីអំពាវនាវរបស់បកនិងរដ្ឋស្តីអំពីការងារយោធាសន្តិសុខរដូវប្រាំងឆ្នាំ1990 1991ក្រសួងការពារប្រទេសរដ្ឋកម្ពុជាបានចេញបទបញ្ជាឲ្យគ្រប់យុទ្ធភូមិភាគគ្រប់ព្រួយធ្វើការវិបកទៅលើខ្លាំងវិញដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាតនៅការផ្សងព្រេងចង់មកនៅរបបប្រល័យពូជសាសន៍នាមវិបានរបស់យើងថាជាបន្តបន្ទាប់ចាប់ពីថ្ងៃទី17ខែមករាឆ្នាំ1991ដល់ថ្ងៃទី20កុម្ភៈឆ្នាំ1991នៅតំបន់ព្រំប្រទល់3ខេត្តកំពង់ធំព្រះវិហារនិងសៀមរាបការ X91 ដែលជាកម្លាំងសរុបវិធានការសរុបរបស់កងកម្លាំងប្រដាប់អាវុធជើងមកពីគ្រប់ខេត្តក្រុងយើងបានវិបកទី2យើងកំទេច88ក្បាលចាប់រស់11ក្បាលសារភាព1នាក់រឹបអូសយកអាវុធ26ដើម